រយៈពេលប្រហែល3ឆ្នាំដែលខ្ញុំបានធ្វើការនៅខេត្តសៀមរាបខ្ញុំមិនដែលបានមកទស្សនាភូមិមេជ្រៃនិងថ្ងៃលិចដ៏ស្រស់ស្អាតនេះឡើយថ្ងៃនេះគឺជារឿងចៃដន្យមួយដែលបណ្ដាលឲ្យខ្ញុំនិងមិត្តរួមការងារមកដល់ទីនេះពេលវេលាល្អៗដែលពួកយើងបានឆ្លងកាត់កន្លងមកសុទ្ធតែជាមេរៀននិងបទពិសោធន៍សម្រាប់ជីវិតនៅថ្ងៃក្រោយដូចជាការមកជិះទូកកម្សាន្តនៅមេជ្រៃនេះជាការចងចាំរបស់ពួកយើងមួយទៀតផងដែរធ្លាប់តែឃើញមនុស្សរស់នៅប្រកបជីវិតនៅលើគោកតែពេលនេះយើងមកទទួលបទពិសោធន៍ថ្មីពីការរស់នៅលើទឹកវិញម្ដងសម្រាប់ខ្ញុំពេលដែលថ្ងៃរៀបលិចគឺជាពេលដ៏ស្រស់ស្អាតដែលមិនអាចបំភ្លេចបានតែពេលដែលថ្ងៃលិចបាត់ទៅហាក់បីដូចបាត់បង់អ្វីម្យ៉ាងទៅតាមនោះដែរទុក្ខសោកសៅក៏លេចឡើងនៅក្នុងអារម្មណ៍របស់ខ្ញុំហាក់បីដូចជាបាត់បង់អ្វីម្យ៉ាង